ប្រទេសដែលអ្នកទាំងអស់គ្នាគិតថាត្រូវបានបំផ្លាញចាជំរាបសួរពុកម៉ែបងប្អូនចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីទិដ្ឋភាពនៃទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែលប្រទេសអ៊ីស្រាអែលគឺជាប្រទេសមួយដែលមានឈ្មោះផ្លូវការថារដ្ឋអ៊ីស្រាអែលជាប្រទេសដែលស្ថិតនៅតំបន់អាស៊ីខាងលិចនិងមានទីតាំងស្ថិតនៅច្រាំងភាគអាគ្នេយ៍នៃសមុទ្រមេឌីទែរ៉ាណេនិងច្រាំងភាគខាងជើងនៃសមុទ្រក្រហមចំពោះព្រំដែនគោលរបស់ប្រទេសអ៊ីស្រាអែលគឺជួបជាមួយនឹងប្រទេសលីបង់ប្រទេសសេរីហាក់ដានីនិងអេស៊ីផងដែរចាំយ៉ាងវិញទៀតបងប្អូនប្រទេសអ៊ីស្រាអែលគឺមានព្រំដែនជួបនឹងទឹកដីប៉ាឡេស្ទីននិងដែនជាកាសាផងដែរចានេះគឺជាសមុទ្រនៅក្នុងទីក្រុង Tel Aviv បងប្អូនគឺសមុទ្រនៅជួបជាមួយនឹងទីក្រុងតែម្ដងដែលទីក្រុងនេះគឺជាទីក្រុងមជ្ឈមណ្ឌលដ៏ធំមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងបច្ចេកវិទ្យានៅក្នុងប្រទេសអ៊ីស្រាអែលវាគឺជាតំបន់ទេសចរណ៍ដ៏ធំផងដែរនៅក្នុងប្រទេសអ៊ីស្រាអែលនេះចាចង់ជម្រាបជូនពុកម៉ែបងប្អូនផងដែរថាប្រជាជនភាគច្រើនដែលរស់នៅលើទឹកដីអ៊ីស្រាអែលហ្នឹងគឺភាគច្រើនជាជនជាតិជ្វីបណាជនជាតិជ្វីបគឺមានរហូតដល់ 74.2% ចាអញ្ចឹងក្រៅពីហ្នឹងគឺជាប្រជាជនជាតិអារ៉ាប់ហើយនិងជនជាតិផ្សេងទៀតដែលរស់នៅចម្រុះនៅលើទឹកដីប្រទេសអ៊ីស្រាអែលហ្នឹងចាយើងបានឃើញសារព័ត៌មានជាច្រើនដែលបានចុះផ្សាយអំពីប្រទេសអ៊ីស្រាអែលដែលកំពុងតែមានចំនួនជាមួយនឹងប៉ាឡេស្ទីននិងពួកកាសាចាក៏មានព័ត៌មានមួយចំនួនបានលើកឡើងអំពីទីក្រុងប្រទេសអ៊ីស្រាអែលថាត្រូវបានបំផ្លាញដោយសារតែសង្គ្រាមចាតែជាក់ស្ដែងគឺប្រជាពលរដ្ឋនៃប្រទេសអ៊ីស្រាអែលកំពុងតែរស់នៅហើយជាមួយនឹងការអភិវឌ្ឍឆ្ពោះទៅមុខគឺទីក្រុងរបស់ពួកគេមិនត្រូវទទួលរងនឹងការបំផ្លាញនោះទេនេះក៏ដោយសារតែប្រទេសអ៊ីស្រាអែលគឺមានភាពខ្លាំងទៅលើផ្នែកសព្វាវុធនិងបច្ចេកវិទ្យានៅក្នុងការការពារប្រទេសរបស់ពួកគេផងដែរតាមការលើកឡើងរបស់និស្សិតកម្ពុជាយើងដែលកំពុងតែស្ថិតនៅប្រទេសអ៊ីស្រាអែលបានបញ្ជាក់ថានៅក្នុងប្រទេសអ៊ីស្រាអែលធ្វើត្បិតតែមានសង្គ្រាមក៏ពិតមែនប៉ុន្តែការវាយលុករបស់សត្រូវមកលើប្រទេសអ៊ីស្រាអែលគឺកម្រនឹងមានការធ្លាក់ទៅលើប្រទេសរបស់ពួកគេណាដោយសារតែគេមានប្រព័ន្ធអាកាសក្នុងការចាប់បន្ទុះគ្រប់នៅលើផ្ទៃអាកាសតែម្ដងចាកាលពីដើមវីដេអូខ្ញុំក៏បានជម្រាបផងដែរថាប្រទេសអ៊ីស្រាអែលគឺមានព្រំដែនជួបជាមួយនឹងដែនជាកាសាត្រង់ចំណុចនេះខ្ញុំសូមបើបង្កចោបន្តិចថាដែនជាកាសាគឺជាទឹកដីប៉ាឡេស្ទីនតូចមួយដែលស្ថិតនៅជាប់នឹងឆ្នេរសមុទ្រខាងកើតនៃសមុទ្រមេឌីទែរ៉ាណេនៅទីនោះគឺមានប្រជាជនរស់នៅភាគច្រើនគឺជាជនភៀសខ្លួនរបស់ប៉ាឡេស្ទីនដែលនៅជួបជាមួយនឹងប្រទេសអ៊ីស្រាអែលភាគខាងកើតនិងភាគខាងជើងចាដូច្នេះបងប្អូនបានដឹងហើយថានៅជុំវិញព្រំដែននៃប្រទេសអ៊ីស្រាអែលគឺសិតសឹងតែជាតំបន់ជម្លោះយើងឃើញថាអ៊ីស្រាអែលបានរៀបចំនៅប្រព័ន្ធការពារមួយទៀតគឺរបងការពារព្រំដែនដែលមានកម្ពស់រហូតដល់ជាង10ម៉ែត្រដើម្បីធ្វើការពារព្រំដែនរបស់ពួកគេទោះបីជាមានរបងព្រំដែនខ្ពស់យ៉ាងណាក៏ដោយក៏ប្រទេសអ៊ីស្រាអែលនៅតែជាប្រទេសដែលកំពុងតែមានសង្គ្រាមជាមួយនឹងបណ្ដាប្រទេសជិតខាងផងដែរដូច្នេះហើយទើបអ៊ីស្រាអែលបានពង្រឹងខ្លួនយ៉ាងខ្លាំងជាមួយនឹងផ្នែកសេដ្ឋកិច្ចនិងសព្វាវុធនៅក្នុងប្រទេសរបស់ពួកគេចាដូច្នេះវីដេអូដែលយើងបានធ្វើការលើកឡើងពាក់ព័ន្ធទៅនឹងប្រទេសអ៊ីស្រាអែលក៏មានតែប៉ុណ្្នឹងទេចាសូមអរគុណសម្រាប់ការទស្សនាតាំងពីដើមវីដេអូរហូតដល់ចប់